Yeah បាទ ទិញបាយ2ឈុត លបងសក់នៅលបងឲ្យខ្មៅនេះមកលបងនិយាយសុបួនទេ បាទ បងយកបានឈុត លបងឲ្យដូចលឺថាមិនអយនៅក្នុងក្រុងសុបួនតិច បាទ នៅខាងណាវិញ ខ្ញុំនៅខាងសេរី សុបួនតិចលបង បាទខ្ញុំធ្វើអីលបងឯង ចាំតែពាក្យខ្ញុំមិនបានឲ្យសុបួនតិច បាទចុះលបងឯងស៊ូប៊ូដូចគ្នាណាលបង ខ្ញុំមានសិននិយាយបានលបងកុំនិយាយចឹងដាក់ខ្ញុំវិញអូខេ លបងអត់មានសិទ្ធិនិយាយដាក់បានដាក់ខ្ញុំដូចគ្នា ខ្ញុំចង់និយាយមានបញ្ហាមែន ចុះខ្ញុំអត់ដាក់ខ្ញុំអត់ដែរស្គាល់លបងឯងប៉ុណ្ណឹងលបងឯងមកនិយាយដាក់ខ្ញុំ ខ្ញុំថាសុបួនតិច ហ្នឹងហើយស៊ូប៊ូដូចគ្នា ទៅលបងតមកចឹង ចុះលបងឯងនេះមកនិយាយដាក់ខ្ញុំមុន ហើយខ្ញុំមានសិននិយាយលបងកុំនិយាយត ខ្ញុំក៏មានសិទ្ធិនិយាយដែរខ្ញុំតែអត់មានសិទ្ធិនិយាយវិញកា ទីតាំងលបងណាយ៉ាត់ខ្ញុំទៅលេងដល់កន្លែង បាទនៅខេត្តកាហ្វេ សុបួនតិច បាទស៊ូប៊ូដូចគ្នា ម្ចាស់ហាងចាក់សោទៅអី លបងឯងមើលលបងឯងមកឲ្យលុយគេផងគេមិនចាក់តោ ជួយលបងនិយាយចឹងមានន័យថាមិនចង់មើលងាយថាញ៉ាត់លុយមែន ខ្ញុំមិនដឹងសុកចាស់ហាងចាក់គេចាក់សោហើយលបងឯងមានបញ្ហាអីមួយគេបានគេចាក់សោ លបងនិយាយសុបួនតិចណា បាទស៊ូ លបង លបង លបងបើខ្លាំងលបងនេះមកលបងមានលុយមិនក្នុងខ្លួននេះមកនិយាយភាសាចឹងដាក់ខ្ញុំ មានលុយទេខ្ញុំមានមួយគ្រាន់ទុកចាយ អញ្ចឹងមកថាលបង គាត់ថា បើ អត់ខ្វះលុយចាយតែប៉ុណ្ណឹង ចុះលបងចាំបាច់និយាយថាញ៉ាំមានលុយបានម្ចាស់ហាងគេចាក់សោ ខ្ញុំមិនដឹងបើម្ចាស់ហាងសុកគេចាក់សោហើយមានបញ្ហាបើមិនឲ្យលុយគេឬក៏មានបញ្ហាអីមួយខ្ញុំគាត់ទៅសង្ស័យដែរ តែលបងសង្ស័យលបងកុំនិយាយពាក្យថាខ្ញុំអត់លុយ ខ្ញុំមិនដឹងបើឃើញសុកម្ចាស់គេហាងគេចាក់សោវាថាវាមានបញ្ហារឿងហ្នឹងព្រោះយើងមកទិញបើយើងមិនឲ្យលុយគេចាក់សោហើយ ម៉ៅ សុកគេបខាំងភ្ញៀវឯង ម៉ៅក៏អត់ដឹងថាខ្ញុំនៅអត់ដឹងថាខ្ញុំលីទៅម៉ៅអត់ស្គាល់ខ្ញុំឯងខ្ញុំនៅសេរីមិនក៏ដែរ សុបួនតិច ស៊ូប៊ូដូចគ្នា មើលស្គាល់ខ្ញុំ